ពេលនេះគឺយើងចូលមកដល់មង្គលទី20ព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាកិរិយាសង្រួមចាក់ផឹកនៅទឹកស្រវឹងជាមង្គលដល់ឧត្តមអញ្ចឹងជាធម្មតាញោមញាតិជាពុទ្ធបរិស័ទជើគូសតូចមួយទេតែអាចធ្វើឲ្យនៅសេចក្តីអន្តរាយមានការឆេះផ្ទះសម្បែងបានយ៉ាងច្រើនយ៉ាងណាយើងគ្រប់គ្នាគួរចឹងដែរការសេពឬក៏ហូបនៅទឹកស្រវឹងហ្នឹងធ្វើឲ្យយើងនឹងឯងអាចវិនិច្ឆ័យនៅសេចក្តីអន្តរាយទាំងឡាយទាំងពួងបានអញ្ចឹងសូរានេះយើងលើកយកអំពីសុរានិងមេរ័យមកបញ្ជាក់នៅក្នុងទីនេះមិនពណ៌នាអំពីការដើមហេតុនៃការកើតសុរាទេញោមណាអញ្ចឹងលើកអំពីពាក្យថាស្រវឹងឬក៏លើកអំពីសុរាជាមុនញោមណាអញ្ចឹងសុរាមាន5ហើយមេរ័យហ្នឹងមាន5ផ្សំចូលគ្នាទៅជា10យ៉ាងដែលយើងចំណាំតែធ្លាប់ឮហើយថាសុរានិងមេរ័យហ្នឹងអញ្ចឹងគឺសុរានេះព្រះអង្គលោកថាមាន5ទី1គឺសុរាដែលផ្សំអំពីម្សៅទី2គឺសុរាដែលផ្សំអំពីនំអញ្ចឹងនំហ្នឹងអាចយើងផ្សំទៅអាចទៅជាសុរាដែរចំណែកទី3គឺសុរាដែលផ្សំអំពីបាយហ្នឹងក៏បាត់បាយអញ្ចឹងជាដើមណាហើយទី4សុរាដែលផ្សំអំពីពូជសុរាហ្នឹងចំណែក5សុរាគឺជាគ្រឿងផ្សំផ្សេងដែលផ្សំអំពីគ្រាប់ម្រេចនិងគ្រាប់ស្ពៃជាដើមហ្នឹងអញ្ចឹងគឺសុរានឹងមាន5ញោមណាដែលនាំឲ្យកើតនៅសុរានឹងជាដើមចំណែកឯមេរ័យហ្នឹងគឺគ្រឿងផ្សំត្រាំណាយើងត្រាំមេរ័យហ្នឹងក៏មាន5ដូចគ្នាគឺព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាទី1គឺត្រាំដោយផ្កាឈើណាគ្រឿងផ្សំត្រាំហ្នឹងអំពីផ្កាឈើចំណែកទី2គឺត្រាំអំពីផ្លែឈើញោមណាយើងត្រាំអំពីផ្លែឈើហ្នឹងក៏ឈ្មោះថាមេរ័យដែរចំណែកទី3គឺគ្រឿងដែលយើងត្រាំឲ្យកើតនៅមេរ័យហ្នឹងគឺត្រាំអំពីទឹកឃ្មុំហ្នឹងក៏នាំឲ្យហេតុនៃការកើតនៅមេរ័យហ្នឹងណាគឺរឿងស្វឹងនឹងដូចគ្នាចំណែកទី4គឺគ្រឿងផ្សំត្រាំអំពីទឹកអំពៅហ្នឹងហើយទឹកអំពៅក៏ជាហេតុយើងផ្សំគ្នាទៅអាចចម្រោះទៅជាមេរ័យដែរហ្នឹងណាហើយចំណែកទី6ជាស្រ័យទី5គឺគ្រឿងផ្សំត្រាំអំពីផ្លែកន្ទួតព្រៃនិងផ្លែសមផ្លែសមហ្នឹងឯងអាចយើងផ្សំទៅអាចកើតជាមេរ័យហ្នឹងឲ្យញោមដែលធ្លាប់ឮថាសុរានិងមេរ័យហ្នឹងញោមណាជាគ្រឿងស្វឹងហើយគ្រឿងស្វឹងទីនេះមិនមែនសំដៅទៅលើតែសូរាទេឬក៏មិនសំដៅថាយើងសេពយើងហូបយើងផឹកអីចឹងដែរណាដល់ហើយទៅថាយើងយកទៅប្រើប្រាស់ផ្សេងផ្សំគ្នាណា
លាយផ្សំចូលគ្នាប៉ុន្តែព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គមិនហាមទាំងអស់ទេហាមបើសិនជាឧទាហរណ៍ថាគ្រឿងព្យាបាលការៈរោគការៈរោគណាដែលត្រូវជាមួយនឹងសុរាហ្នឹងព្រះអង្គមិនហាមដែរទេឧទាហរណ៍ថាយើងផ្សំគ្នាទៅឲ្យកើតជាមេថ្នាំសម្រាប់ក្នុងការរឹតដៃរឹតជើងអីចឹងទៅហ្នឹងក៏ព្រះអង្គមិនហាមទេការសេពនៅសុរាហ្នឹងការសេពនៅសុរាហ្នឹងគឺព្រះអង្គលោកបានសម្ដែងមិនមែនតែហាមដាច់ខាតថាមិនអោយប្រើប្រាស់នៅសុរាហ្នឹងទេក៏ប៉ុន្តែក្នុងគ្រាខ្លះពេលខ្លះដែលយើងដូចថាញាតិញោមដឹងហើយមានការថ្លោះដៃថ្លោះជើងឬក៏យ៉ាងណាហ្នឹងញោមផ្សាយផ្សំនៅសូរានឹងឯងរុំរិតអីចឹងទៅហ្នឹងក៏មិនជាមានទោសបីអីដែរអត់មានទោសបីអីឬក៏ព្រះអង្គលោកអត់ហាមទេមិនមែនដែរដាច់ខាតមិនអោយប្រើនៅសូរាហ្នឹងគឺអត់ទេញោមណាហ្នឹងគឺវែងញែកឲ្យវាច្បាស់លាស់ណាមិនមែនថាហាមជាដាច់ខាតទេហ្នឹងហើយញោមញាតិជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាយើងត្រូវតែដឹងហើយញោមស្ដាប់ហើយយើងពិចារណាឬក៏ព្រះអង្គលោកបានឲ្យពិចារណាឬក៏ឲ្យសម្ដែងឲ្យឃើញអំពីទោសនៃអ្នកអូបនៅសូរាហ្នឹងណាទោសហ្នឹងទោសបច្ចុប្បន្នមិនសម្ដែងទៅលើទោសទៅជាអនាគតទេហើយញោមស្ដាប់ហើយពិចារណាមើលថាតើដោយព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងដែរឬទេដែលព្រះអង្គលោកបានសម្ដែងនៅក្នុងបេដកលេខ19ណាដែលសម្ដែងនៅសុគីលកៈសូត្រលោកបានសម្ដែងអំពីទោសនៃការសេពនៅសូរាផឹកនៅសូរាហ្នឹងទោសបច្ចុប្បន្នហ្នឹងគឺមាន6យ៉ាងហើយញោមស្ដាប់ហើយពិចារណាមើលថាដូចដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងដែរឬទេអញ្ចឹងណាទោសទី1គឺអ្នកដែលហូបសូរាហ្នឹងទី1ធ្វើឲ្យវិនិច្ឆ័យទ្រព្យអាហ្នឹងអញ្ចឹងណាវិនិច្ឆ័យទ្រព្យហ្នឹងធម្មតាយើងយកលុយយកកាក់ហ្នឹងទៅទិញកាលទៅទិញគេគឺបាត់បង់ហើយទ្រព្យសម្បត្តិហ្នឹងណាមានលុយកាក់មាសប្រាក់ហ្នឹងជាដើមអញ្ចឹងគឺយើងយកទៅទិញគេគឺធ្វើឲ្យវិនិច្ឆ័យទ្រព្យហ្នឹងទោសទី1ទោសទី1ចំណែកទោសទី2ហ្នឹងព្រះអង្គលោកបានសម្ដែងថាអ្នកហូបនៅសូរាហ្នឹងរមែងកើតវិវាទនឹងគ្នាការទាស់ទែងគ្នាណាអញ្ចឹងធម្មតាទេញោមស្រាញោមដឹងហើយស្រាខ្លះកាចស្រាខ្លះស្លូតអីចឹងទៅណាញោមធ្លាប់ឬក៏ញោមធ្លាប់ដឹងថាដែលញោមប្រុសស្រីថាទឹកបដូរនិស្ស័យណាបដូរនិស្ស័យនឹងបដូរមែនញោមអ្នកកាចអ្នកស្លូតហ្នឹងធ្វើឲ្យកាចបានចឹងទៅណាហើយអ្នកកាចហ្នឹងធ្វើឲ្យស្លូតក៏មានដែរហ្នឹងវាចឹងណាទៀតពិតគឺអញ្ចឹងគឺថាអ្នកដែលហូបនៅសូរាសេពនៅសូរារមែងមានវិវាទនឹងគ្នាទាស់ទែងញោមគិតពិចារណាមើលគឺឃើញច្រើនណាយើងបច្ចុប្បន្ននេះគឺទោសនៃហូបសូរាការទាស់ទែងខ្វែងគំនិតគ្នាប្រកັບបច្ចៈគ្រប់សពបែបយ៉ាងហ្នឹងឃើញច្រើនយ៉ាងគឺឲ្យតែសូរានឹងចូលពោះហ្នឹងគឺភាគច្រើនឃើញថាឲ្យស្តុកហ្នឹងគឺស្តុកហ្នឹងគឺតិចណាស្តុកហ្នឹងគឺតិចសង្កេតថា10នឹងឯងអាសេចក្តីទុកហ្នឹងមាន7មាន8ហើយហ្នឹងអញ្ចឹងណាចំណែកទី3ព្រះអង្គលោកបានសម្ដែងថាអ្នកដែលហូបនៅសូរារមែងកើតរោគផ្សេងយើងឃើញហើយរោគដែលកើតអំពីសូរាហ្នឹងខ្លះក្រិនថ្លើមអីចឹងទៅខ្លះកើតទាកទឹកអីចឹងទៅណាហ្នឹងគឺឃើញភាពជាក់ស្ដែងក្នុងការដែលហូប
នៅសូរ៉ាហ្នឹងណាមានរោគផ្សេងនាំឲ្យកើតអន្តរាយដល់ខ្លួនយើងពេលខ្លះហ្នឹងអាយុត្រូវរស់បាន70 80ឆ្នាំតែដល់ពេលប្រព្រឹត្តនៅសូរ៉ានឹងច្រើនទៅធ្វើឲ្យកើតរោគកាលណាកើតរោគហើយអាយុខ្លីអញ្ចឹងទៅអាហ្នឹងវាអញ្ចឹងណាព្រះអង្គលោកបានសម្ដែងអញ្ចឹងថាទោសនៃផឹកសូរ៉ាហូបសូរ៉ាទី3ចំណែកអ្នកដែលហូបសូរ៉ាទី4ទោសនៃការហូបសូរ៉ានឹងឯងធ្វើឲ្យបាត់បង់នៅភាពអៀនខ្មាស់ហ្នឹងហើយអញ្ចឹងញោមពិចារណាមើលមានពេលខ្លះហ្នឹងមិនតាន់សូរ៉ាមិនតាន់ចូលក្នុងពោះនៅអៀននៅខ្មាស់ណាដល់ពេលបានរៀងក្តៅពោះអីតិចតួចចឹងទៅធ្វើឲ្យចិត្តលះលែងអៀនលែងខ្មាស់ណាចេះតែបាត់នៃចឹងទៅគឺបាត់បង់តម្លៃបាត់បង់នៅភាពអៀនខ្មាស់ចឹងទៅហ្នឹងហើយអញ្ចឹងញោមត្រិះរិះឲ្យពិចារណានេះគឺមិនអង្គអាត្មាលើកមកខ្លួនឯងនិយាយខ្លួនឯងឬក៏បន្តប្រអាប់ក្នុងការដែលញោមហូបស្រាទេក៏ប៉ុន្តែលើកអំពីព្រះអង្គលោកបានសម្ដែងអំពីទោសនៃការហូបនៅសូរ៉ាឬក៏ព្រះអង្គលោកថាឲ្យសង្រួមឲ្យវាចាកនៅការហូបនៅសូរ៉ាហ្នឹងណាមិនអង្គអាត្មាលើកដល់ខ្លួនឯងទេគឺព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានហាមញាតិញោមខ្លះហ្នឹងចង់លើកបន្តិចដែរញោមខ្លះដល់ពុទ្ធសាសនាហ្នឹងអត់មានគេថាមិនឲ្យហូបឬក៏មិនហាមអីក៏ប៉ុន្តែអត់ទេញោមពុទ្ធសាសនាលោកឲ្យហាមណាហូបនៅសារាហ្នឹងព្រះអង្គហាមជាដាច់ខាតដែរប៉ុន្តែញោមមិនសូវបានសិក្សារៀនសូត្រទៅផ្ដេកផ្ដួលអ្នកខ្លាំងរហូតថាតេះដៀលថាអ្នកកាន់ពុទ្ធសាសនាសិតតែអ្នកផឹកធាអីចឹងទៅអាហ្នឹងវាអញ្ចឹងណានិយាយតាមពិតទៅគឺអត់ទេញោមព្រះអង្គលោកហាមប៉ុន្តែលោកបញ្ញត្តិទុកប៉ុន្តែញោមប្រុសស្រីទាំងអស់គ្នាមិនបានសិក្សាឲ្យស៊ីជម្រៅក្នុងការដែលគោរពបដិបត្តិដោយខ្លួនឯងអញ្ចឹងណាហ្នឹងហើយញោមហ្នឹងទី4ហ្នឹងគឺអ្នកដែលហូបនៅសូរ៉ាហ្នឹងបាត់ភាពអៀនខ្មាស់បាត់ភាពនឹងឯងលែងសូវមានភាពអៀនខ្មាស់ចេះតែប្រព្រឹត្តទៅណាពីមួយពេលទៅមួយពេលពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងលែងដូចថាអ្នកដែលនិយាយធ្លាប់និយាយតិចដល់ពេលដាក់សូរ៉ាហ្នឹងទៅវុវៈអីចឹងទៅឆ្លោះប្រកែកគ្នាចឹងទៅហ្នឹងគឺអញ្ចឹងចំណែកទី5គឺបាត់បង់កិត្តិយសហ្នឹងហើយបាត់បង់នៅកិត្តិយសគេឈ្មោះហ្នឹងណាអញ្ចឹងអ្នកណាដែលប្រព្រឹត្តនៅស្រានឹងឯងច្រើនកាន់យកស្រានឹងឯងជាត្រីមុខហ្នឹងច្បាស់ណាស់ញោមញាតជាពុទ្ធបរិស័ទយើងកាលណាបើយកអានឹងជាអាជីពហើយគឺបាត់បង់ហើយកិត្តិយសណាសេចក្តីថ្លៃថ្នូររបស់មនុស្សសេចក្តីថ្លៃថ្នូររបស់វងពូជពងវងតកូលរបស់យើងហ្នឹងគឺបាត់បង់កិត្តិយសគេឈ្មោះធ្លាប់តែល្បីល្បាញធ្លាប់តែល្អប្រសើរកាលណាបើកាន់យកនៅសូរ៉ាជាត្រីមុខនឹងឯងធ្វើឲ្យកិត្តិយសគេឈ្មោះរបស់យើងនឹងបាត់បង់ហ្នឹងណាហ្នឹងគឺសម្ដែងដោះតឿនដល់ញោមញាតជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាដែលចង់ឬក៏វាចាឬក៏ទើបនៅក្នុងការដែលរៀនវាចានៅការឬក៏ចង់បាននៅមង្គលដល់ដំហ្នឹងចំណែកទី6ញោមទី6ហ្នឹងគឺអ្នកដែលហូបនៅសូរ៉ានឹងឯងនឹងធ្វើឲ្យបញ្ញានឹងឯងទុនខ្សោយធ្លាក់ចុះ
ចឹងមានន័យថាកាលណាបើញោមប្រុសស្រីសាទុស័ព្ទបរោះទាំងឡាយសេពនៅសុរាយូរយូរទៅធ្វើឲ្យសតិធ្វើឲ្យបញ្ញារបស់យើងនឹងធ្លាក់ចុះម្ដងតិចម្ដងតិចម្ដងតិចណាមិនថាបញ្ញាសតិនឹងឯងមិនប្រព្រឹត្តទៅឬក៏ការផ្លិចទៅដើម្បីតាមធម្មជាតិតាមវ័យចាស់តាមអីគឺអត់ទេអាហ្នឹងគឺដូចថាកាលណាបើយើងហូបយើងប្រកាន់យកក្នុងការហូបស្រាយូរយូរយូរទៅបញ្ញានឹងឯងចាប់ដើមធ្លាក់ធ្លាក់បន្តិចម្ដងតិចម្ដងតិចម្ដងយូរទៅបញ្ញាហ្នឹងទើបខ្សោយចាំអីលែងបានចាប់អីលែងបានអញ្ចឹងញោមនេះជាទោសនៅពេលបច្ចុប្បន្នដែលយើងឃើញគ្រប់គ្នាឃើញតាន់នឹងភ្នែកណាឃើញតាន់នឹងភ្នែកអញ្ចឹងគឺញោមញាតសាទុស័ព្ទបរោះទាំងឡាយអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងនៅមង្គលទី20ហ្នឹងគឺព្រះអង្គលោកឲ្យសង្រួមចាកកិរិយាផឹកនៅទឹកស្រវឹងជាដើមដែលយើងរាល់គ្នាត្រូវតែសិក្សារៀនសូត្រពិចារណាសិក្សារៀនសូត្រអំពីទោសសិក្សារៀនសូត្រមើលជុំវិញខ្លួនយើងហ្នឹងមើលជុំវិញខ្លួនហើយយើងគិតទៅឃើញហើយញោមហើយយើងសិក្សាហើយយើងមើលពិចារណាកុំឲ្យមានសេចក្តីប្រមាទទេណានេះកុំឲ្យមានសេចក្តីប្រមាទតែមិនថាមើលទៅថាយើងមិនធ្វើទេយើងទៅប្រមាទអ្នកដតីណាទៅប្រមាទអ្នកហូបស្រាអ្នកអីហ្នឹងគឺអត់ទេព្រះអង្គលោកថាមើលហើយយើងពិចារណាមកខ្លួនឯងគិតរិះរកខ្លួនឯងថាតើអាត្មាអញគួរសេពនៅគ្រឿងសង្វឹងដែរឬក៏យ៉ាងណាគិតពិចារណាថាតើគួរនឹងប្រកាន់យកគ្រឿងសង្វឹងនឹងជាត្រីមុខឬក៏យ៉ាងណាហើយញោមពិចារណាសួរចិត្តខ្លួនឯងហ្នឹងអប់រំចិត្តខ្លួនឯងហ្នឹងឲ្យធ្ងន់អញ្ចឹងទៅញោមឃើញហេតុឃើញផលដោយអង្គអាត្មាលើកមកខាងដើមទោសនៃការហូបនៅទឹកស្រវឹងនឹងជាដើមចឹងហើយបានជាការដែលយើងសិក្សារៀនសូត្រអំពីមង្គលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងឲ្យមង្គលនោះជាមង្គលរបស់កុហកញោមណាដែលញោមជាកុហកគិវានេះត្រូវតែសិក្សារៀនសូត្រមើលឲ្យដឹងអំពីមង្គលរបស់ខ្លួនហ្នឹងអញ្ចឹងគឺការលើកឡើងមកប្រមាណនេះសង្ឃឹមថាញោមញាតស្ដាប់ហើយត្រិះរិះពិចារណាត្រិះរិះហើយឃើញហេតុផលត្រិះរិះហើយឃើញតែទោសអំពីការសេពនៅសុរានឹងជាដើមឬក៏អ្នកណាដែលយកសុរានឹងឯងជាត្រីមុខហ្នឹងគឺច្បាស់ណាស់នឹងបានផលបានទោសទាំង6យ៉ាងហ្នឹងនឹងញោមមង្គលទី20ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងតពាក្យទេវតាដែលព្រះសម្មាសម្ពុទ្ធដែលទេវតាបានសាកសួរអំពីបញ្ហានៅមង្គលទាំងឡាយទាំងពួងមានប៉ុណ្ណឹងញោមណាអរគុណច្រើន